រៀបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរជិតមុខខ្ញុំបាទរាជេនដងទៀតហើយបងប្អូនវីដេអូដដែលថាធ្វើស្រែឬម៉ាស៊ីនទៅច្រូតបងប្អូនម៉ាស៊ីននេះគឺម៉ាស៊ីនអ្នកឆ្ងាយបងប្អូនមិនម៉ាស៊ីនអ្នកស្រុកភូមិខ្ញុំទេថ្ងៃនេះគឺថាច្រូតអូសឆ្ងាយបងប្អូនអូលឹងប្រហែល1គីឡូដៃបងប្អូនឡូផកផងគេយកមហិតាចំនួនអូសគឺ10000បងប្អូនពេលថាផ្លូវរៀងឆ្ងាយដែរគេយក10000បងប្អូនផ្លូវយើងរៀងឆ្ងាយតទៀតគឺគេយក20000សិនច្រូតនេះគឺថាច្រូតទាំងថ្ងៃទាំងយប់បងប្អូនអើយស៊ូមេអ្នកសិនច្រូតនៅខាងនេះថ្ងៃនេះគឺថាដើមម៉ាស៊ីនច្រូតគ្នាបងប្អូនព្រោះថាអត់ម៉ាស៊ីនច្រូតមិនណាចុះតូនមានតែម៉ាស៊ីនមួយបងប្អូនរត់រោគ្នាលើនៅខាងភូមិខ្ញុំគឺថាច្រូតចិត្តរួចហើយបងប្អូននៅសល់តែប្រហែលស្រែទៀតរួចហើយចុះមិនបានមកទឹកផងគឺថាចិត្តរួចអស់បាទលឿនមែនកាលសម័យមុនច្រូតដៃងាយទេបងប្អូនអើយច្រូតដៃទៅទេគឺថាចិត្តមួយខែណាបងប្អូនមួយខែខ្លះមួយខែជាងទៀតនោះអត់តាន់រួចតែពេលនេះគឺថាលឿនរួចលឿនព្រោះបានម៉ាស៊ីនច្រូតមកក៏លឿនបងប្អូនប្រមូលផលបានលឿនកសិករយើងក៏លឿនដែរបងប្អូនតែលឿនចេះនេះគឺថាអស់ប្រាក់លឿនបងប្អូនហើយខ្ញុំថ្ងៃនេះគឺថាដាក់មហិតាអង្គីដែរបងប្អូនអ៊ំនេះក៏ស្រូវច្រើនអូច្រើនបងប្អូនហើយមើលនេះដេញប្រហែលហិតាទេមានចាក់ធាលើកយន្តហើយចាក់ធាទុកក្រមទៀតខ្ញុំមិនទាន់បានស៊ូកាត់ទេថាស្រូវនេះប្រហែលហិតាទេអត់ច្រើនលេះបងប្អូនសម្រាប់ស្រូវនេះគឺថាកើតតោនេះមិនកើតគឺសូវកាត់ទេបងប្អូនដូចខ្ញុំអីចេះសូវកាត់ទេស្រូវបានតែមុំមហូបថារលក់អីរលក់បានទេរលក់លក់ថ្លៃសិនបានបងប្អូនអើយសិនថ្លៃละ35នោះសិកយើងស្រូវរៀងថោកឆ្នាំនេះបងប្អូនអើយសិនថាស្រូវឡើង1គីឡូទឹម10បាតលើនេះអស់យ៉ាងណាទេបងប្អូនអើយបានរួចថ្លៃម៉ាស៊ីនរួចថ្លៃជីរួចថ្លៃពលកម្មដែរបងប្អូនបាទជើងនេះគឺថាទៅអ៊ូសម្ដងទៀតដែរបងប្អូនខ្ញុំនិយាយឯងគឺថាផកស្មើក៏ជើងគឺថារត់លើទឹកបដ អូឆ្ងាយអូបងប្អូនមានចិត្តទេនេះខ្ញុំដើរមកកន្លែងស្រូវដែលច្រូតមាញ់បងប្អូនផ្លែស្រូវនេះបងប្អូនវាដួលហើយគេច្រូតកឹបដៃគឺថាអត់ធ្លាក់ទេគឺថាល្អបងប្អូនពីអ្នកកូនក្មេងតូមួយរត់លេងពេញវាលស្រែអីបងប្អូនអើយស្រូវនេះដូចស្រូវនាងអំបងប្អូននាងអំច្រូតតិនរួចទេបងប្អូនអើយខ្ញុំក៏នៅទៀតនេះអូមហិតាទៀតរួចហើយបងប្អូនតែចាំស៊ីនច្រូតក៏ណាមួយត្រូវខាងខ្ញុំតែដែលសល់នោះគឺថាវាអត់ទាន់ទុំល្អបងប្អូនចាំឲ្យទុំល្អចាំច្រូតថាត្រូវនោះតាមវាលគឺថាច្រូតអស់ហើយបងប្អូនច្រូតដល់ខ្ទេចអស់ហើយសល់តែប្រហែលត្រែទៀតរួចត្រូវថាទុំតោះអស់ហើយមើលបងប្អូនអូខ្ញុំបាទក៏មិនមានអីច្រើនទេបងប្អូនមានថាថតពីទេសភាពស្រកស្រែយើងឯងវីដេអូស្រកស្រែក៏មិនសូវល្បីមិនសូវផ្ទុះទេបងប្អូនអើយមើលនេះយើងដែលយើងធ្វើវីដេអូមិនដែលសូវផ្ទុះមិនដែលសូវល្បីគេក៏មិនសូវមានអ្នកស្គាល់ទេបងប្អូនហើយវីដេអូយើងសូវមានគុណភាពដែរបងប្អូនខ្ញុំបាទក៏ធ្វើយូរដែរឡាបងប្អូនហើយគិតថាមានណាឲ្យ Subscribe អីទេងាត់ព្រីងាត់ឈឹងបងប្អូនថ្ងៃនេះគឺមកពីអ្នកអូននេះតែរត់ពេញវាលស្រែទេសភាពត្រកស្រែពេលល្ងាចក៏មានតែប៉ុណ្ណេះបងប្អូនគឺថាតែជាខ្យល់រងាឡើងថ្ងៃនេះមួយថ្ងៃនេះវីដេអូនេះក៏រាំងវែងដែរបងប្អូនគឺថាទេសភាពតែ2ថ្ងៃរហូតដល់យប់ហ្នឹងបងប្អូនគឺថាម៉ាស៊ីនចូលដល់យប់ទៀតអានេះគឺក្បាលល្ងាចហើយក្បាលល្ងាចចិត្តយប់ហើយបងប្អូនគឺថាងាចពង5ហើយនេះត្រែននេះគឺថាជូតបង្ហើយបងប្អូនហើយដូចដាក់តែម្ដងខ្ញុំគឺថាមកតាមម៉ាស៊ីនជូតគីទេបងប្អូនមកតាមគេជូតស្រែខ្ញុំដែរបងប្អូននេះក៏រងាចហើយបងប្អូននេះហើយរត់លេងពេញនេះហើយគេជូតតែជើងនេះរួចទៅគេទៅដាក់ស្រែផ្សេងទៀតបងប្អូននេះគឺថាពេលយប់ហើយបងប្អូនពេលយប់ដែលគេមកចាក់ស្រូវនេះខ្ញុំថតទេសភាពឲ្យមើលថាពេលយប់វាយ៉ាងណាបងប្អូនងឹតជើងបងប្អូនមូសច្រើនឡើងអ្នកផើក៏មានអ្នកដកស្រោក៏មានបែបថាកណ្ដោគ្នាក៏មិនខ្លាចដែរបងប្អូនពេលតែវារៀងឆ្ងាយពីភូមិតែដែលក៏គ្នារឿងច្រើនដែលជ្រូតគ្នាច្រើនដែលក៏វ៉ែសบายដែរបងប្អូនគឺថាយើងនឹងគ្នាទៅជួបគ្នាច្រើនទៅមើលវាចន់ក៏ទៅសบายបានជួបជុំគ្នាបងប្អូនពេលយប់ក៏រកោះសบายឡើងបងប្អូននៅស្រែមានតែប៉ុណ្ណេះជ្រូតក៏ជ្រូតនេះថតក៏ថតទៅណាអ្នកធ្វើវីដេអូក៏ធ្វើទៅបងប្អូនអ្នកកាន់ក្រុងឡើង2 3នាក់បងប្អូនហុចគ្នាទៅមកទៅវិញទៅអីនេះច្រូតស្រោមម្ចាស់ផ្សេងនេះស្រោអីទេបងប្អូនច្រូតមានធម្មតាទេណាបងប្អូនច្រូតដល់យប់ម៉ោង2ម៉ោង3ក៏មានតែនេះខ្ញុំថតម៉ោង9ទេបងប្អូនម៉ោង9យប់នឹងរឿងច្រើនណាស់មួយវាអ្នកច្រូតងុយដេកដែលក៏វាសុំច្រូតតែប៉ុណ្ណេះបងប្អូនបើសិនតែអ្នកតកងផ្សេងគេច្រូតដល់ម៉ោង2ម៉ោង3ព្រឹកនោះបងប្អូនជូតយប់ស្រូវពេកគឺថាវាចិនស្រូវខូចអស់បងប្អូនហើយរត់ដួលស្រូវអីបាទជូតយប់ទេជូតថ្ងៃទៅបងប្អូនបាទអរគុណច្រើនបងប្អូនអរគ្នាបាទដែលតាមដានទស្សនាវីដេអូខ្ញុំបាទអរគុណច្រើនបាទ